ស្នំឯងស្អីស្អាតតែប្រមាណនៅក្នុងវាំងគឺថិតនៅលើអូនតែម្នាក់ឯងទៅហើយតាមមានអ្វីមិនពេញចិត្តទៀតព្រះអង្គស្រឡាញ់ខ្ញុំម្ចាស់ខ្ពស់ជាងមេឃធំជាងធរណីជ្រៅជាងសមុទ្រទៅទៀតណាមានន័យថាព្រះអង្គខ្ញុំម្ចាស់ត្រូវតែសងគុណដល់អ្នកដែលមានគុណលើខ្ញុំម្ចាស់បើសិនជាគ្មានលោកម្ចាស់ចាងជួយហៅជួយណែនាំខ្ញុំម្ចាស់ទេខ្ញុំម្ចាស់ក៏មិនអាចមានសំណាងនៅក្បែរព្រះអង្គបម្រើព្រះអង្គបានដែរលោកម្ចាស់លៀបចង់សងគុណមែនទេបានប៉ុន្តែយើងក៏មិនមែនជាមនុស្សចិត្តអាក្រក់ពេកដែរយើងបានសួរវាងយេស៊ូវដែរតើយើងដឹងថានេះគឺជាទឹកចិត្តដ៏ស្មោះត្រង់របស់ចាំងជាហៅកន្លងមកតែងតែគ្រប់គ្រងនឹងច្បាប់ថ្មីរបស់អតីតប្រជាពិតមែនថាទៅទំនាក់បំសាក់ប៉ុន្តែនៅតែមានចិត្តតស៊ូកាលពីសម័យយិនផឹងត្រូវទទួលតំណែងជាមន្ត្រីជាន់ខ្ពស់ចរិតរបស់គាត់មើងណាត់ស័ក្តិសមជាមន្ត្រីជាន់ខ្ពស់ម្នាក់ឥឡូវយើងចេញពីបញ្ជាឲ្យចាំងជឿហៅវិលត្រឡប់មកវិញធ្វើជាមន្ត្រីទី1ព្រះអង្គតែងតាំងចាំងជឿហៅជាមន្ត្រីប្រចាំរាជការចាប់ព្រះរាជបញ្ជាព្រះគុណប្រទានក្នុងនាមជាមន្ត្រីរាជការត្រូវចេះគោរពព្រះមហាក្សត្រប៉ុន្តែរៀនសូត្រតាមស៊ូស៊ឺធ្វើឲ្យប្រមាថដល់កិត្តិយសរបស់ព្រះមហាក្សត្រពេលនេះត្រូវទទួលតំណែងជាមន្ត្រីដកពន្ធអំបិលហើយនឹងស្រានៅឈូជៅទទួលព្រះរាជបញ្ជាលោកម្ចាស់ឈីមានរឿងមួយចង់ផ្ដល់រឿងអីលោកអបរាយថ្មីឲ្យលោកទៅជួបគាត់មកផ្លែតទទួលបញ្ជាសៅយូខ្ញុំឮថាព្រះមហាក្សត្រយ៉ានីទម្លាក់បុណ្យស័ក្តិរបស់ឯងជាមន្ត្រីដកពន្ធមែនទេពិតមែនគួរឲ្យស្ដាយណាស់តែមិនអីទេឯងទៅកាន់រាជធានីជាមួយខ្ញុំក្នុងនាមជាជំនួយការរបស់ខ្ញុំយ៉ាងម៉េចដែរអរគុណលោកអបរាយហើយពេលនេះត្រូវមានទោសក្នុងនាមជាមន្ត្រីទៅជាមួយលោកនាំតែពិបាកដល់លោកខ្ញុំនឹងយករឿងនេះទូលដល់ព្រះមហាក្សត្រនេះមិនមែនជាការងាយទេមានអីលំបាកមកលោកអបរាជនិងស៊ូស៊ឺពុំមានការទាស់ទែងគ្នាទេខ្ញុំក៏សប្បាយចិត្តធ្វើយ៉ាងនេះដែរក៏ប៉ុន្តែពេលនេះអ្នកទាំងពីរបែកបាក់គ្នាបើខ្ញុំនៅជាមួយលោកអបរាជនោះបានន័យថាខ្ញុំក្បត់នៅលោកគ្រូរបស់ខ្ញុំស៊ូស៊ឺហេតុនេះហើយខ្ញុំក៏មិនចង់ធ្វើយ៉ាងនេះដែរសាវយូឲ្យតែឯងជាសិស្សរបស់យើងឯងចង់ទទួលតំណែងអីក៏បានស្រេចតែឯងសម្រេចចិត្តដល់ពេលនោះទ្រព្យសម្បត្តិគ្រប់យ៉ាងស្រេចតែចិត្តឯងដែរតើលោកអបរាជចង់ទុកខ្ញុំជាអ្វីទៅចំពោះមុខពេលនេះខ្ញុំស្ថិតនៅក្រោមព្រះមហាក្សត្រមួយអង្គលើមនុស្សគ្រប់គ្នាឯងមិននៅជាមួយយើងបែរជានៅជាមួយស៊ូស៊ឺលំបាកយ៉ាងនេះទៅវិញលោកអបរាជយល់ខុសហើយតាំងពីយូរលង់មកហើយមិនខ្វះលោកអបរាជតែខ្វះតែស៊ូតុងប៉លោកអបរាជរាប់ពាន់រាប់ម៉ឺននាក់តែស៊ូតុងប៉មានតែលោកគ្រូខ្ញុំម្នាក់ប៉ុណ្ណោះស៊ូតុងប៉ទោះជាខុសពីអ្នកដតីក៏ដោយគេរស់ក៏ព្រោះតែនៅកំដរអ្នកដតីនោះដូចជាព្រែកជីកនេះចឹងយូរណាស់មកហើយព្រែកជីកកប់ដីខ្លាំងណាស់ទូកធ្វើដំណើរបានឥឡូវឃើញទេទឹកជំរឿ8ហត្ថទូកធ្វើដំណើរយ៉ាងស្រួលតែស៊ូស៊ឺមិននឹកស្មានសោះគេកសាងព្រែកជីកគឺសម្រាប់ឲ្យយើងប្រើបើកជាផ្លូវទឹកដ៏ធំមួយសម្រាប់យើងជីដូនជីតាសាងបុណ្យជាការល្អដឹងដែរមិនមែនខ្លួនជាអ្នកទទួលផលគឺអ្នកចំនួនក្រោយជាអ្នកទទួលផលក៏ប៉ុន្តែជីដូនជីតានៅតែជាជីដូនជីតាដដែលលោកម្ចាស់ស៊ូសារទម្លាក់បុណ្យស័ក្តិរបស់លោកផ្ញើមកដល់លោកមើលតែយើងពេលនេះយើងត្រូវទម្លាក់ឋានៈបញ្ជូនទៅស្រុកវៃជើមិនអាចចុះហត្ថលេខាលើឯកសារទាំងឡាយបានស្រុកវៃជើត្រូវហើយយើងជាជនទី1ដែលត្រូវទម្លាក់ឋានៈបញ្ជូនទៅកាន់ភ្នំតាអ៊ីចង់ជឿហើយនេះចំមែនហើយគេចង់ធ្វើអីក៏ធ្វើទៅមិនក៏ចាំបាច់វិញឆ្ងាយដល់យើងមិនមែនជាមនុស្សដែលមិនចេះទ្រាំឯណាដោយសារតែហេតុនេះគ្រួសារយើងត្រូវបែកគ្នាហើយពុកស៊ូថាឯនាំពួកគេទៅស៊ីអ៊ីជួបជាមួយនឹងស៊ូម៉ាធ្វើស្រែចម្ការនៅទីនោះឲ្យបានល្អ
រីឯចៅអ៊ីនឹងស៊ូក៏ទៅចាប់វិញជាមួយយើង បានពុក នេះជាការល្អទៅបីជ័យរៀបចំឲ្យស្រួលសិនតើ អូនយើងទៅវិញចៅប្រហែលជាមិនស៊ូទេគ្មានប្រាក់ខែការរស់នៅប្រកបជាមានការលំបាក លោកម្ចាស់ជាអ្នកប្រាប់ខ្ញុំរស់តាមដំណើរទៅមិនថាបាយទឹកខ្វះខាតយ៉ាងណាធ្វើដំណើរដល់ទីណាត្រូវដេកនៅទីនោះក៏មិនជាការលំបាកដែរ ស៊ូឆាទៅបញ្ជូនទៅយូចឹងយើងធ្វើដំណើរឆ្លងកាត់យូចឹងដើម្បីទៅខ្ចីប្រាក់ពីគេមួយចំនួន ស៊ូឆាមិនត្រឹមតែធ្លាក់បំសាក់ទេថែមទាំងត្រូវចំណាយប្រាក់ទៀត យើងក្រុងរី9ឆ្នាំទៅហើយប៉ុន្តែអន់ជាងអាយ៉ងទៅទៀត នោះដូចជាព្រះអង្គយើងក៏ធ្លាប់ទទួលកាលនោះព្រះអង្គមានឋានៈជាព្រះរាជាប៉ុន្តែព្រះអំណាចក៏ស្ថិតនៅលើព្រះមហាក្សត្រយ៉ាងនេះកាលនោះបើមន្ត្រីទាំងឡាយមិនជំទាស់ខ្លាំងទេនោះរាជបល្ល័ង្ករបស់ព្រះអង្គប្រហែលជាត្រូវប្រគល់ឲ្យព្រះបុត្រារបស់ព្រះមហាក្សត្រយ៉ាងនេះទៅហើយព្រះមហាក្សត្រយ៉ាងនេះមិនខុសពីម្ចាស់ក្សត្រីរបស់ព្រះរាជាហាននៅកាលពីមុនមន្ត្រីទាំងឡាយសំណូមពរដកចេញព្រះអាសនៈរបស់ព្រះមហាក្សត្រយ៉ាងនេះ មិនបានទេថ្ងៃក្រោយយើងមានមុខមាត់អីទៅជប់ដូនតារបស់យើងទៀតនោះជប់និយាយពាក្យនេះទៀត ព្រះអង្គព្រះអាសនៈរបស់ព្រះមហាក្សត្រយ៉ាងនេះមិនដកក៏បានដែរប៉ុន្តែស៊ឺម៉ាគង់និងលោកម្ចាស់លីមានទោសធ្ងន់ណាស់មន្ត្រីទាំងនេះពិតជាត្រូវទទួលទោសមែន មនុស្សស្លាប់បាត់ទៅហើយទទួលទោសយ៉ាងណាទៅ កូនចៅចំនួនក្រោយជាអ្នកទទួលទោសជំនួសយកសពរបស់គេបបបំផ្លាញចោលដកហូតរាល់ឋានៈដែលគេធ្លាប់មាន ទោះយើងគិតមើលសិនពួកលោកទៅវិញចុះ បងប្រុសបងអូនសុំទោសបងទៅចុះបងពីពីងចៅមកយូចៅប្រកាសជាខ្វះខាតតែខ្ញុំជូនបងតែប្រាក់700កាក់ប៉ុណ្ណោះ ស៊ូឆាធ្វើជាមន្ត្រីយូរឆ្នាំមិនគួរធ្លាក់ខ្លួនដល់ថ្នាក់នេះទេរឿងប្រាក់ទោសរបស់រកវិធីដោះស្រាយទៀតចុះស៊ូឆាពួកយើងត្រូវគិតពីរឿងដែលអាក្រក់ជាងនេះគំនិតរបស់ចាំងជឿហៅហើយនឹងឆាយជីងប្រកាសជាមិនរឿងដែលពួកយើងទេសូមឯងតាំងចិត្តឲ្យបានស្ងប់ហើយនៅទីនេះឲ្យបានសុខចុះ សូមបងប្រុសកុំអារម្មណ៍យ៉ាងច្រើនទម្លាក់បន្សាក់មួយទៀតទៅ តាំងពីព្រេងនេះមកមិនដែលមានអ្នកប្រាជ្ញណាបានសួរខ្លួនទេតែនិយាយត្រឡប់មកវិញបើសិនជាមួយជីវិតរស់នៅបានស្រួលរហូតធ្វើយ៉ាងម៉េចអាចសរសេរអត្ថបទបានល្អនោះគេថាអ្នកប្រាជ្ញភាគច្រើនគឺជាមនុស្សក្រវាសនាគឺរត់ពីកន្លែងមួយទៅកន្លែងមួយ បងប្រុសនិយាយត្រូវអ្នកប្រាជ្ញរាជវង្សខាងទូគូក៏ធ្លាប់និយាយយ៉ាងនេះដែរនេះជាវាសនាអ្នកប្រាជ្ញ មើលទៅវាសនារបស់អ្នកប្រាជ្ញប្រាជ្ញជាកែមិនបានទេបើសិនជាកែប្រាជ្ញនោះមិនមែនជាអ្នកប្រាជ្ញទេ បានរឿងក្តីព្រះមហាក្សត្រប្រទានទោសឲ្យទៅលោកគ្រូរបស់ខ្លួនក្នុងប្រវត្តិសាស្ត្រកម្របានជួបណាស់ ខ្លាចទៅជាមនុស្សដែលនៅក្នុងលោកកម្រមាននឹងខ្លាចជាគ្រូរបស់ព្រះមហាក្សត្រមិនមែនជារឿងធម្មតាទេ ហើយបងប្រុសយល់ឃើញជារឿងយល់ឃើញតែឥឡូវនេះបងប្រុសអាយុ59ឆ្នាំទៅហើយធ្វើដំណើរទៅលីងណានឆ្កែយ៉ាងនេះទៅរួចតាំងពីយូរណាស់មកហើយមន្ត្រីទម្លាក់បន្សាក់អ្នកណាក៏គេខ្លាចទៅលីងណានដែរបងមកលើកនេះពិតជាលំបាកពេកហើយ ស៊ូឆាកុំបារម្ភអីទៅដល់ទីណាក៏អាចបញ្ចុះសាកសពបានដែរនៅក្រោមបេលើកដីមានកន្លែងទុកព្រួយហើយក៏មានកន្លែងរីករាយជ្រើសរើសកន្លែងរីករាយនោះហើយគឺជាទេវតាជ្រើសរើសកន្លែងទុកព្រួយនោះគឺជាខ្មោចពួកយើងគួរតែអរព្រគុណព្រះអង្គដែលឲ្យពួកយើងរក្សាកេរ្តិ៍ឈ្មោះព្រមទាំងផុតកម្មពៀរពីការឆ្លោះប្រកែកគ្នាជាមួយមន្ត្រីទាំងឡាយយូរឆ្នាំមកហើយការប្រជែងនៅក្នុងរាជការមានរាប់ពាន់រាប់ម៉ឺនករណីនឹកគិតឡើងវិញតើមានអ្វីខ្លះដែលនៅសេសសល់បើមានគឺទុកព្រួយនៅក្បែរខ្លួនយើងមិនចាំបាច់ទៅតវ៉ាពីនេះពីនោះទៀតទេរស់នៅចំពោះមុខព្រះច័ន្ទសែនស្រួលក្នុងចិត្តទៅណាក៏ទៅចោលតំបន់ជាងណាស្អាតស្រាលក៏ឈ្ងុយសូមស្ដាប់ភ្លេងមួយបទកុំដកអារម្មណ៍លោកបៃជៀននៅក្នុងសវនាការមន្ត្រីជាច្រើនផ្ដល់យោបល់ឲ្យយើងធ្វើបាបសពរបស់ស៊ឺម៉ាគង់តើអាយយល់យ៉ាងណាដែរ ទូបង្គំមិនហ៊ាននិយាយផ្ដាស់ទេ
យើងលើកលែងទោស ទូបង្គំសូមទូព្រះអង្គទៅចោះព្រះអង្គទូជាស៊ូម៉ាកងមានទោសយ៉ាងណាក៏មិនគួរយកសពចេញពីភ្នំមកធ្វើបាបយ៉ាងនេះដែរនេះមិនមែនជាអ្វីដែលព្រះអង្គត្រូវធ្វើទេ ហើយមានគេនិយាយទៀតថាដុតចោលសាររបស់ជីថុងតែយល់យ៉ាងណាដែរ សាររបស់ជិជថងគ្រាន់តែធ្វើតាមព្រះរាជបញ្ជារបស់អតីតព្រះរាជាបើបំផ្លាញសារនេះចោលនោះបានន័យថាប្រមាថដល់អតីតព្រះរាជាខ្លាំងណាស់ និយាយសមហេតុសមផល លោកអបរាជរឿងដែលថាយកសពរបស់ស៊ឺម៉ាកងមកបំផ្លាញចោលព្រះមហាក្សត្របដិសេធទៅហើយចំណែកបំផ្លាញចោលសាររបស់ជិជថងក៏គ្មានដំណឹងខ្ញុំឮថាលោកមហាថ្លឹកលៀងវិជាបញ្ចុះបញ្ចូលព្រះមហាក្សត្របានជាអញ្ចឹងមើលទៅបពពួកស៊ឺម៉ាកងនៅសល់ច្រើនណាស់ពួកយើងមិនអាចមានការធ្វេសប្រហែសបានឡើយយានឆាងយើងត្រូវទម្លាក់បន្សាក់3លើកត្រូវដកខ្លួនឲ្យឆ្ងាយពីរាជធានីការលំបាកទាំងប៉ុន្មានខ្ញុំដឹងច្បាស់រឿងលំបាកបំផុតគឺពេលដែលស៊ឺម៉ាកងមានឋានៈជាឧបរាជកាន់កាប់អំណាចផ្ដាច់មុខមិនគោរពរាជាសិនយ៉ងកែប្រែច្បាប់ធ្វើឲ្យខកការងារជាតិលោកឧបរាជឥឡូវនេះយើងកាន់អំណាចត្រូវលុបចោលច្បាប់បង្កើតដោយអ្នកទាំងនោះអ្នកដែលប្រមាថមើលងាយច្បាប់ដែលយើងបង្កើតឡើងនោះត្រូវតែបោសសម្អាតឲ្យអស់បន្តនៅព្រះវិធីសាស្ត្ររបស់អតីតព្រះរាជារៀបចំជាគម្រោងថ្មីហើយប្រកាសជាទូទៅឲ្យមហាសង្ឃមានភាពរុងរឿងនេះហើយជាទូនាទីរបស់ពួកយើងទោះជាស្លាប់ក៏ខ្ញុំនៅក្បែរលោកឧបរាជជាដេចដែរល្អយានឆាងដង្កូវជើង100ងាប់តែមិនទាន់បាត់ជាតិពុលមើលទៅពួកគេប្រហែលជាប្រើបាយកលទៀតម្ល៉េះហើយពួកយើងក៏មិនត្រូវចិត្តទន់ពេកដែរចំពោះមន្ត្រីបកយានអៀវត្រូវដកគឺដកចំពោះកូនចៅពួកគេត្រូវខាត់គឺខាត់ចំណែកទ្រព្យសម្បត្តិត្រូវដកហូតគឺដកហូតតែម្ដងបាទលោកម្ចាស់ចំពោះបកស៊ូស៊ឺនិងហ្វាជូអ៊ីមិនមែនជាមនុស្សធម្មតាពួកគេនឹងងើបឈរក្នុងពេលណាក៏បានយើងនឹងស៊ូឆើផ្ដាច់ការរាប់អានមានតែការងារគ្មានការរាប់អានទេខ្ញុំយល់ហើយលោកឧបរាជមហាថ្លឹកលៀងវៃជៀនត្រូវចាត់ការយ៉ាងណាក្នុងសវនាការថ្ងៃស្អែកទុកឲ្យយើងទូលដល់ព្រះមហាក្សត្របានហើយព្រះមហាក្សត្រយ៉ាងនេះមានមនុស្សគ្រប់តរច្រើនមិនចង់ប្រឆាំងជាមួយយើងទេរឿងនេះកុំយកមករំលឹកទៀតសូមឲ្យរឿងនេះជាការពិតក៏ប៉ុន្តែកាលពីសម័យកាលយូរយូរតែងតែលើកគេនិយាយពាក្យចចាមអារ៉ាមទាំងនេះរឿងនេះតាក់ទងដល់រាជការតើអ្នកណាទៅហ៊ានបង្កពាក្យចចាមអារ៉ាមទាំងនេះរឿងនេះមិនមែនគ្មានមូលហេតុទេព្រះអង្គទូបង្គំឮទៀតថាមន្ត្រីសម័យកាលយានអ៊ីវជាច្រើនលូកលាន់ក្នុងរឿងនេះទៀតលើកមុនយើងឮថាស៊ូស៊ឺជាប់ពាក់ព័ន្ធប៉ុន្តែគ្មានផតតាំងលោកម្ចាស់ចាងតើលោកឮអ្នកណានិយាយព្រះអង្គរឿងនេះពិតជាសំខាន់ណាស់ទូបង្គំត្រូវតែទូលព្រះអង្គតាមតែគេនិយាយគឺមកកងនឹងវាងគួយក៏មានគំនិតប្រឆាំងដែរតែគេទៅពីអ្នកស្លាប់បាត់ទៅហើយគ្មានអ្វីបញ្ជាក់ទេតែក៏មិនអាចបដិសេធបានដែរលោកម្ចាស់នៅក្នុងសម័យកាលយានអ៊ីវមានគេចង់គ្រប់គ្រងព្រះមហាក្សត្រថ្មីជំនួសយើងពិតជាអញ្ចឹងតែគ្រាន់តែមិនទាន់អនុវត្តជាក់ស្ដែងនិយាយទៅនិយាយមកនៅតែគ្មានផុសតាំងដដែលព្រះអង្គតាមដែលទូបង្គំដឹងការនោះអ្នកដែលបញ្ចុះបញ្ចូលព្រះមហាក្សត្រយ៉ាងនេះប្រឆាំងព្រះអង្គមានស៊ឺម៉ាកងវាងគួយលាក់និងលាក់ក្នុងនោះមានទាំងលៀងវៃជៀនពីរអ្នកមុននោះស្លាប់បាត់ទៅហើយប៉ុន្តែលៀងវៃជៀនគេនៅរស់ទេលៀងវៃជៀនក៏មានលោកដៃចូលដែរចង់បញ្ជាក់មិនមែនជាការលំបាកអាចសួរចម្លើយលៀងវៃជៀនបានលោកម្ចាស់ចាងយើងបញ្ជាឲ្យលោកចាត់ការរឿងនេះភ្លាមទទួលព្រះរាជបញ្ជាលេវៃជាតើនិយាយឬក៏មិននិយាយឲ្យយើងទម្លាក់កំហុសទៅលើព្រះមហាក្សត្រយ៉ាងនេះកុំសង្ឃឹមហេតុអីក៏ធ្វើបោកខ្លួនឯងយ៉ាងនេះពេលនេះព្រះមហាក្សត្រយ៉ាងនេះសោយទីបង្គត់ទៅហើយមិនអាចការពារឯងបានទៀតទេស្លាប់មានអីគួរឲ្យខ្លាច
ឲ្យយើងបួតបកាច់ការពិតចោលទៅលើព្រះមហាក្សត្រយ៉ាងនេះចង់តែងតាំងព្រះរាជាថ្មីពួកឯងកុំសង្ឃឹមឲ្យសោះឆាយជីឯងនឹងស្លាប់យ៉ាងវេទនា ក្លិនសាច់នេះពិតជាឈ្ងុយណាស់លាវជាឲ្យតែមនុស្សដែលទៅចាប់ខ្លួនមកសម្លាប់ច្បាប់ត្រូវកាត់អណ្ដាតគឺកាត់អណ្ដាតត្រូវប្លត់ស្បែកគឺប្លត់ស្បែកឬមួយថាឯងចង់ទទួលទណ្ឌកម្មដូចជាពួកគេទាំងនោះដែរ ឆាយជីឯងជាមនុស្សសាហាវព្រៃផ្សៃបើសិនជាមនុស្សលោកខ្លាចស្លាប់គ្រប់គ្នានោះប្រកាសជាពួកគេត្រូវឯងធ្វើបាបតាមពើចិត្តបានហើយ បើសិនជាឯងមិននិយាយទេយើងនឹងប្រហារជីវិតឯងទាំងពួង ប្រហារជីវិតបានតែច្បាប់ធម្មជាតិនៅដដែលឯងសាហាវយ៉ាងនេះក៏មិនអាចបង្ខំយើងបានដែរការប្រជុំថ្ងៃនេះចង់ពិភាក្សាជាមួយអស់លោកឬមួយព្រះមហាក្សត្រមិនរាជានុញ្ញាតយកសពរបស់ពួកស៊ឺម៉ាកងចេញពីភ្នោមកបំផ្លាញចោលទេនោះអញ្ចឹងយើងគ្រាន់តែដកហូតឋានៈកិត្តិយសរបស់គេដែលធ្លាប់មានការតែងតាំងទាំងប៉ុន្មាន រឿងដែលសំខាន់គឺដកតំណែងកូនចៅចំនួនក្រោយរបស់គេដើម្បីទុកជាការព្រមាន ពិតមែន លោកអបរាជខ្ញុំយល់ថាមិនគួរព្រមានកូនចៅចំនួនក្រោយរបស់ស៊ឺម៉ាកងទេគ្រាន់តែដកតំណែងឲ្យនឹងកិត្តិយសរបស់អ្នកស្លាប់ទៅបានហើយពួកយើងក៏មានកូនចៅដែរមិនគួរណាធ្វើដូច្នេះទេ កូនចៅជារឿងកូនចៅទេមិនចាំបាច់គិតច្រើនពេកទេម្យ៉ាងទៀតយើងចង់សួរលោកថាបើសិនជាយើងដកហូតឋានៈបុណ្យស័ក្តិកិត្តិយសពួកគេក៏ដោយតែពួកគេស្លាប់បាត់ទៅហើយតើបានប្រយោជន៍អីទៅទោះជាយកសពចេញពីភ្នោមកបំផ្លាញចោលក៏គ្មានអីសម្រាប់ពួកយើងដែរអ្វីដែលយើងត្រូវធ្វើនោះមិនត្រូវប្រមានអ្នកស្លាប់ទេគឺប្រមានកូនចៅចំនួនក្រោយអញ្ចឹងទីនោះទើបអាចប្រមានមនុស្សអាក្រក់ក្នុងលោកបាន លោកអបរាជលោកកំភ្លេចខ្ញុំខ្លាចក្រែងតែស្ថានភាពបែបនេះថ្ងៃណាមួយនឹងធ្លាក់មកលើកូនចៅរបស់យើងវិញ បានហើយរឿងនេះមិនបាច់ពិភាក្សាទៀតទេគឺអញ្ចឹងទៅលោកអបរាជប្រហែលថ្ងៃនេះលីវេឈិញដល់ពេលកំណត់ជាចវាយស្រុកមានខ្លះគេសុំឲ្យលីវេឈិញត្រឡប់មករាជការវិញ លោកអបរាជម្នាក់នេះមិនអាចប្រាប់បានទេគេក្បត់នឹងអតីតអបរាជវាងហើយចងជាបពពួកបញ្ចុះព្រះមហាក្សត្រមានគំនិតមិនល្អបើលីវេឈិញចូលរាជធានីរាជការប្រកាសជាមានបញ្ហា បើអញ្ចឹងឲ្យគេទៅកាន់ចវាយស្រុកយ៉ាងនេះទៅចុះនាំលីវេឈិញចូលរាជធានីប្រៀបដូចជានាំចចកចូលផ្ទះ ទៅ លឿនទៅលឿនទៅ លឿន ទៅ មើលស្អីលឿនឡើងលឿន ទៅលឿន លឿនទៅចូលទៅអីអូយហេតុអីបានជាចាប់ខ្ញុំធ្វើបាបខ្ញុំយ៉ាងនេះ ឯងដឹងខ្លួនខុសទេ តើខ្ញុំបានធ្វើអីខុសទៅ ធ្វើអីខុសហើយសួរមន្ត្រីច្បាប់ទៅ ខ្ញុំមានរឿងអីជាប៉ះពាល់របស់យានអ៊ីវខ្ញុំក៏ទ្រាំផាត់ដឹងស៊ូដែរណា ឲ្យគេបិទបាត់ទៅបាទ មិនទៅជុំបាយទៅស្ដាប់ខ្ញុំហើយស្ដាប់ខ្ញុំជុំបាយទៅលោកអបរាជប៉ុន្មានថ្ងៃនេះខ្ញុំចេះតែគិតធ្វើទៅបើថាប៉ពួកយិនអ៊ីវត្រូវចាប់ខ្លួនមើលប៉ុន្តែបងប្អូនរបស់ស៊ូពិបាកនឹងចាត់ការលោកម្ចាស់គិតទៅមើលទោះជាតម្រាក់ឋានៈរបស់ស៊ូយ៉ាងណាក៏ដោយក៏គេនៅតែជាអ្នកនាំមុខអ្នកប្រាជ្ញទាំងឡាយហើយថែមទាំងមានវិធីសាស្ត្រក្នុងការគ្រប់គ្រងការងារនិងដឹកនាំកងទ័ពទៀតផងជាពិសេសគឺស៊ូឆើពេលនេះត្រូវបញ្ជូនចេញពីរាជធានីទៅហើយបើសិនជាមានសភាពការអីមិនស្រួលគេប្រកាសជាវិលត្រឡប់មកវិញនោះដូចជាលីតាហ្វាមគឺជាខ្លាំងងាប់ទៅហើយមិនអាចធ្វើអ្វីតទៅទៀតបានទេតែចំពោះបងប្អូនតកូលស៊ូវិញដូចជាគ្មានអ្វីជាការគម្រាមដល់ពួកគេបន្តិចណាឡើយ រាជការបានទម្លាក់បុណ្យស័ក្តិស៊ូ3ដងជាប់គ្នាត្រូវតែទម្លាក់បាត់ដងទៀតកុំឲ្យគេជិះទូករាជការឲ្យគេធ្វើដំណើរថ្មើរជើងទៅរឿងនេះត្រូវទូលដល់ព្រះមហាក្សត្រសិនតំបន់វែងជនជាតិភៀកខាងជើងមិនទម្លាប់រស់នៅមានជំងឺច្រើនទៅដល់ទីនោះប្រហែលជាមិនរស់ទេ ចៅអ៊ីញ
ម្នេះមើលទៅមើលពាក្យដែលថាពៀនមានន័យថាទម្លាក់បន្សាក់ ពិតមែនពាក្យពៀនបានន័យថាទម្លាក់បុណ្យស័ក្តិមកខាងគឺអក្សរពេបានន័យថាត្រូវបំបត្តិចោលឬមួយគ្មានឋានៈបាត់ឋានៈបានន័យថាទម្លាក់បុណ្យស័ក្តិបើសិនជាបាត់បង់ឋានៈនិងបុណ្យស័ក្តិបានន័យថាគឺទម្លាក់បុណ្យស័ក្តិនិងឋានៈអក្សរនេះពិតជាមានន័យណាស់ ពិតជាអស្ចារ្យមែនចៅអ៊ីងក៏ចេះបញ្យល់ពាក្យដែរមកអង្គុយចុះមកការបញ្យល់របស់អូនគឺពិតជាមានន័យច្បាស់លាស់ជាលោកម្ចាស់វងកាប់ពីមុនទៅទៀត លោកម្ចាស់ចិត្តសើចខ្ញុំព្រោះថាខ្ញុំឆុងអ៊ីល្ងងណាស់កាលពីមុនលោកម្ចាស់ជាអ្នកនិយាយថាពេលមានគ្រោះថ្នាក់មិនតាក់ស្លុតជាប់រឿងមិនសប្បាយចិត្តតាំងចិត្តខ្លួនឯងនេះឲ្យបានស្ងាត់ខ្ញុំឆៃអ៊ីងធ្វើត្បិតគ្មានប្រាថ្នាអីតែខ្ញុំក៏យល់ពីហេតុផលដែរ ចៅអ៊ីងតាំងពីអូនចូលគ្រួសាររបស់យើងដូចជាមិនដែលបានសប្បាយចិត្តម្ដងណាទេ លោកម្ចាស់ប្រពន្ធលោកបានកុងក៏ធ្លាប់បាននិយាយដែរចិត្តស្ងប់ទៅទីណាក៏បានសុខដែរខ្ញុំមានរឿងអីអន់ជាងពួកគាត់ទៅទៀតនោះ បើប្រៀបជាមួយនឹងប៉ាជេអ៊ីសម្រាប់យើងប៉ុណ្ណឹងគ្រប់គ្រាន់ពេកហើយ ប៉ាជាអ៊ីមិនដែលទទួលការលំបាកដូចជាលោកម្ចាស់ទេ មិនមែនទេនៅពេលដែលគាត់ចាស់ទៅប្រពន្ធទាំងប្រមាណរត់ចោលគាត់អស់ចំណែកអូនមានចិត្តស្មោះចំពោះបងនៅក្បែរបង លោកម្ចាស់គឺលោកម្ចាស់ប៉ាជាអ៊ីគឺប៉ាជាអ៊ីចៅអ៊ីងគឺចៅអ៊ីងមិនមែនស្រីទាំងនោះឯណា ចៅអ៊ីងអូននិយាយនេះដូចជាអ្នកសុំសិលអញ្ចឹងមានអត្តន័យណាស់មានអូននៅកំដរបងមិនទាមទារអ្វីទៀតទេ តាប៉ិតនេះក៏មកពីចិត្តខ្ញុំជាស្រឡះគឺមិនមានល្បិចអ្វីទាំងអស់ អ្វីទៅចិត្តស្មោះអ្វីទៅពេញចិត្តគឺសំខាន់ណាស់ឲ្យតែមានចិត្តស្មោះអ្វីក៏យល់អ្វីក៏ពេញចិត្តគឺលោកម្ចាស់ស៊ូមែនទេគឺខ្ញុំនឹងហើយលោកម្ចាស់ស៊ូពួកខ្ញុំនៅសំណាក់រំសាពួកខ្ញុំទទួលបញ្ជាមួយថាលោកម្ចាស់បានទម្លាក់មួយឋានៈទៀតហើយបើតាមច្បាប់រាជការពេលនេះលោកម្ចាស់មិនអាចជាទូករបស់រាជការបានទេខ្ញុំមកយកទូកត្រឡប់ទៅវិញសារទម្លាក់ឋានៈមួយទៀតហើយនៅតាមផ្លូវទម្លាក់អស់4លើកហើយមហាសង្ឃកន្លងមកធ្លាប់មានអញ្ចឹងដែរ អោះលោកម្ចាស់សូមផ្ដល់ការងារស្រួលបន្តិចបានទេពួកយើងមិនឆ្ងាយពីកំពង់ផែណានឆាងទេបើសិនជាធ្វើដំណើរទាំងយប់ថ្ងៃត្រង់ស្អែកប្រកាសជាទៅដល់រួចហើយពួកយើងនឹងទៅតាមផ្លូវគោកបើមិនអញ្ចឹងអីវ៉ាន់នៅក្នុងទូកមិនដឹងជាយកទៅទុកណែណាសូមអ្នកទាំងអស់គ្នាមេត្តាជួយផងទៅ អញ្ចឹងក៏បានអ្នកទាំងអស់គ្នាចេញដំណើរឲ្យឆាប់ទៅណា អរគុណពុកហេតុអីបានជាទីនេះមានដុំថ្មច្រើនម្ល៉េះ ចុះពីលើភ្នំមិនឆ្ងាយប៉ុន្មានដល់ស្រុកវៃចឹងមិននឹកស្មានថាចិត្តដល់រដូវរំហើយប៉ុន្តែទេសភាពទីនេះដូចជារដូវផ្ការីក ពុកហេតុអីក៏ខាងត្បូងនិងខាងជើងឃ្លាតឆ្ងាយម្ល៉េះ ខាងត្បូងធាតុអាកាសក្តៅតាមខ្យល់សមុទ្រភ្នំតាអ៊ីខាំងចប់ខ្យល់ដែលបក់មកពីទិសខាងជើងរីឯខ្យល់ក្តៅក៏ត្រូវខាំងចប់នៅខាងត្បូងវិញដូច្នេះក៏คล้ายទៅជាពេលតែមួយនៃធាតុអាកាសក្តៅនិងរងា អូហើយយ៉ាទៅតែម្ដងហាក់ដូចជាយល់សមអញ្ចឹងហេពុកមើលក្នុងនេះដូចជាមានកំណាប់មួយទម្លាក់បនស័កមកដល់ទីនេះ 3000 យោជន៍ប៉ុន្តែឆ្លងកាត់មីលីងជាអ្នកក្លាហានខ្មោច តាំងពីសម័យរាជវង្សឋានមកមន្ត្រីទម្លាក់បនស័កជាច្រើនដែលមកដល់ទីនេះមិនអាចវិលត្រឡប់ទៅវិញបាន ក្នុងនេះមានមួយទៀតលើភ្នំមានស្លាប់រស់ប្រលឹងខ្មោចទាំងឡាយឃ្លានអត់បាយស្លាប់ត្រឡប់ទៅស្រុកវិញឆ្ងាយសែនឆ្ងាយមានតែសម្រាប់ទឹកភ្នែកនៅទីនេះម្នាក់នោះប្រកាសជាទៅណាមរួចទេ កំណាប់បែបនេះបើសិនជាខ្លួនឯងមិនមែនឆ្លងកាត់ទេប្រកាសជាមិនយល់ពីអត្ថន័យរបស់វា ពុកព្រលឹងខ្មោចស្លាប់ដោយអត់បាយបានន័យថាម៉េច គេនិយាយថាមនុស្សយើងស្លាប់ទៅគឺឆ្លងកាត់ស្ពានណៃហើខ្មោចទាំងឡាយត្រូវផឹកថ្នាំបាត់ការចង់ចាំនៅពេលដែលគេចាប់ជាតិថ្មីគេនឹងភ្លេចពីរឿងជាតិមុនឥឡូវអ្នកសរសេរកំណាព្យ
គេបានຕົកភ្នំតាអ៊ីដូចជាស្ពានណៃហើទៅហើយគេខ្លាចពេលដែលគេស្លាប់ទៅខ្លាចទៅជាខ្មោចក៏នៅតែមិនអាចបំភ្លេចរឿងការពិជាតិមុនបានគេចង់ផឹកទឹកបំភ្លេចជាតិដើម្បីបំភ្លេចរឿងខ្លួនឯងប៉ុន្តែនៅទីនោះសូម្បីទឹកមួយចានក៏គ្មានហេគឺលោកម្ចាស់ស៊ូមែនទេពួកលោកគឺ ខ្ញុំឈ្មោះចៅហ្វាង អូគឺលោកម្ចាស់ចាំងទេពួកគេណា ខ្ញុំចៅហ្វាងមកស្វាគមន៍លោកម្ចាស់ស៊ូ ខ្ញុំគឺជាមន្ត្រីជាប់ទូមិនគួររំខានអស់លោកទេហើយបើសិនជារាជការដឹងក៏មិនមែនជារឿងល្អសូមអស់លោកជើញទៅវិញចុះលោកម្ចាស់ស៊ូមិនចាប់បាច់គូសពទេខ្ញុំបានឲ្យគេរៀបចំហាងហើចាក់រួចទៅហើយស្អែកឡើងទៅទទួលលោកម្ចាស់ឡើងទៅហាងហើចាក់មកយកមកខាងនេះបាទមក ប្រយ័ត្នតិចណាលោកម្ចាស់ចាសូមលោកត្រឡប់ទៅវិញទៅខ្ញុំមិនចង់លោកមានបញ្ហាទេលោកម្ចាស់ស៊ូនេះគឺលីដានចម្ងាយរាប់ម៉ឺនយោជរាជការនៅឆ្កាយលោកកំទើសតល់អីលោកម្ចាស់ស៊ូល្បីល្បាញគ្រប់កន្លែងគួរឲ្យខ្ញុំកោតគោរពខ្ញុំត្រូវតែបំពេញតួនាទីជាអ្នកស្រុកខ្ញុំសូមអរគុណលោកម្ចាស់ចាទូលបង្គំសូមក្រាបថ្វាយបង្គំព្រះអង្គក្រោកឡើងព្រះគុណជិនហ្វូយើងចង់ស្វែងយល់ពីស្ថានភាពរាជការចំពោះមុខគឺយ៉ាងណាលោកយល់ឃើញយ៉ាងម៉េចដែរព្រះគុណទូលបង្គំយល់ថាពីមុនអ្នកដែលទូលពាក្យពិតដល់ព្រះអង្គភាកច្រើនចោទទៅលើមន្ត្រីសម័យកាលយានផឹងដែលគ្រប់គ្រងច្បាប់ថ្មីបកយានអ៊ីវថ្ងៃនេះអ្នកដែលថ្វាយយោបល់ទៅព្រះអង្គភាកច្រើនក៏ចោទទៅលើកំហុសបកយានអ៊ីវហើយក៏គ្រប់គ្រងមេបកយានហ្វុងកាលពីមុនអ្នកដែលថ្វាយយោបល់ទៅព្រះអង្គគឺខ្វះភាពយុត្តិធម៌សច្ចធម៌ទូលបង្គំគិតថាមិនថាច្បាប់ថ្មីឬច្បាប់ចាស់សំខាន់គឺច្បាប់ទាំងនេះល្អឬអាក្រក់បើមិនល្អយើងលុបចោលទៅអ្វីទៅហៅថាយុត្តិធម៌មិនលំអៀងប៉ុន្មានថ្ងៃនេះយើងក៏ស្ដាប់មន្ត្រីជាច្រើននិយាយដែរមន្ត្រីប្រចាំចាំងលេងឈ្មោះលីវេឈីងក៏ជាមន្ត្រីដែលអតីតប្រជាត្រូវការចាំបាច់ដែរនៅពេលដែលឆ្លងកាត់រាជធានីក៏ប្រកាសជាសុំកលយើងតើគាត់មានកំហុសអីលីវេឈីងមានកំណត់អាក្រក់ច្រើនណាស់កាលនោះវ៉ាងអាតស៊ឺជាអ្នកកាន់អំណាចលីវេឈីងមិនអាចធ្វើអ្វីបានក្រោយមកលីវេឈីងជាអ្នកប្រឆាំងវ៉ាងអានស៊ឺជាអ្នករមិលគុណបើសិនជាលីវេឈីងមកគាល់ព្រះអង្គប្រកាសជាបញ្ចុះបញ្ចូលព្រះអង្គអនុញ្ញាតឲ្យគេនៅក្នុងរាជធានីហេតុនេះហើយសូមព្រះអង្គស្ដាប់យោបល់គេហើយពិនិត្យសកម្មភាពរបស់គេទូលបង្គំជឿថាលីវេឈីងមិនអាចធ្វើអ្វីបានឡើយមានន័យមែនមនុស្សស្មានថាលីងណាមានទេសភាពល្អយ៉ាងនេះទេជាពិសេសទេសភាពវ័យជើផ្លែឈើគ្រប់យ៉ាងមិនចេះខ្វះពីកន្លែងមួយទៅកន្លែងមួយគឺខុសៗគ្នាគួរតែអរគុណព្រះអង្គដែលជឿហឺដែលបញ្ជូនយើងមកទីនេះនៅខាងជើងភ្នំមើលឃើញទេសភាពដ៏ស្អាតអស្ចារ្យមានផ្លែឈើគ្រប់មុខនៅគ្រប់ទិសទីសូមឲ្យពួកយើងបាននៅលីងណានជារៀងរហូតមួយជីវិតមិនទៅណាបើសិនជាកំណាប់លឺដល់តិចជឿហើយតិចឆាយជីងលោកម្ចាស់ប្រហែលជាត្រូវទម្លាក់បុណ្យស័ក្តិទម្លាក់ក៏ទម្លាក់ទៅយើងកាត់មកសម្រាប់គេទម្លាក់បុណ្យស័ក្តិទម្លាក់កាន់តែខ្លាំងយល់ដឹងកាន់តែខ្លាំងទម្លាក់កាន់តែខ្លាំងអត្ថបទកាន់តែល្អចេះរបស់លោកម្ចាស់កែមរួចមែននេះគឺជារឿងធម្មតាទេភ្នំទាំងមូលយើងអាចជីកបោះចោលបាននេះគឺជាការតាំងចិត្តរបស់អ្នកជីកភ្នំកាប់មួយចប់អស់មួយចប់ប៉ុន្តែសារជាតិរបស់មនុស្សកាន់តែជីកកាន់តែច្រើនកាន់តែជីកកាន់តែជ្រៅតាមពិតភ្នំជីកតាណាមួយរួចយ៉ាងច្រើនគ្រាន់តែយកបន្តិចថ្មទៅកន្លែងផ្សេងប៉ុណ្ណោះមែនហើយអ្វីនៅក្នុងលោកមានសារជាតិរបស់វាមិនអាចបង្ខំបានបើសិនជាបង្ខំនឹងប៉ះពាល់ដល់ខ្លួនឯងអ្នកបំផ្លាញធម្មជាតិដូចជាធ្វើបាបខ្លួនឯងអ្វីក្នុងលោកគ្រប់បែបយ៉ាងចំណែកលោកម្ចាស់យល់ថាយកអ្វីជាសារជាតិសំជៀនគឺទឹកហេតុអីទៅទឹកគ្មានរឿងពិតប្រាកដប្រែប្រួលទៅតាមសភាពបត់បែនជីវិតទាំងឡាយនៅក្នុងលោកមានទឹកគឺរស់គ្មានទឹកគឺស្លាប់ប៉ុន្តែទឹកគ្មានរូបរាងទេហើយដូច្នេះហើយទឹកជាសារជាតិរបស់អ្វីទាំងឡាយនៅក្នុងលោកឥឡូវនេះខ្ញុំយល់ហើយតាមពិតទឹកក៏คล้ายទៅជាកំណត់មួយសម្រាប់លោកម្ចាស់ដែរចៅអ៊ីកុំដើរទៅមុខទៀតអីទីនេះគឺជាកន្លែងបោះចោលសពរបស់មនុស្សដែលត្រូវគេបញ្ជូនមកទីនេះហើយឆ្អឹងសពទាំងនេះភាគច្រើនគឺជាមន្ត្រីដែលទៅទម្លាក់បុណ្យស័ក្តិវ័យជើពោពេញទៅដោយចំហាយពឹស
អ្នកដែលមកដល់ទីនេះទី1គឺចាញ់ទឹកចាញ់ដីទី2អារម្មណ៍មិនល្អមូលហេតុទាំងពីរនេះរឿងអីថាពួកគេមិនត្រូវស្លាប់នៅទីនេះ ពួកគេត្រូវបាត់បង់ជីវិតហើយសាកសពមិនតាន់បានបញ្ចុះថ្ងៃក្រោយពួកយើងបញ្ចុះសាកសពឲ្យគេទៅ បាទ ហ៎ពុក លោកម្ចាស់ចាន បាទលោកម្ចាស់ស៊ូខ្ញុំបោលើកនេះចៃដន្យលោកមិននៅផ្ទះអង្គុយយូរហើយលោកទើបតែត្រឡប់មកវិញ មិនគួរលោកម្ចាស់រងចាំយូរទេសូមចេញអង្គុយ បាទលោកម្ចាស់ស៊ូខ្ញុំមកលើកនេះតាមពិតគឺព្រោះតែ យ៉ាងម៉េចខ្ញុំទៅទម្លាក់ថ្នាក់ទៀតហើយមែនទេបើសិនជាទម្លាក់ម្ដងទៀតខ្ញុំប្រហែលជាទៅចុះសមុទ្រហើយ ទេលោកម្ចាស់ស៊ូមិនដល់ថ្នាក់ទម្លាក់បុណ្យស័ក្តិទេ ទៅរឿងអីទៅលោកម្ចាស់សូមលោកម្ចាស់និយាយតាមត្រង់មកចុះពីព្រោះថាអារម្មណ៍របស់ខ្ញុំពេលនេះគ្មានអ្វីដែលថាមិនអាចទ្រាំបានទេ នេះជំរាបតាមត្រង់ទៅចុះលោកម្ចាស់ស៊ូនៅកងជើមានមន្ត្រីជាន់ខ្ពស់ម្នាក់មកពិនិត្យកិច្ចការនៅទីនេះគាត់ទាមទារនៅក្នុងសំណាក់ហើជាងខ្ញុំមិនដឹងថាគិតយ៉ាងម៉េចទេ ទៅការខ្ញុំរើចេញមែនទេ បាទ មានអីពិបាកទៅមួយជីវិតខ្ញុំនេះដឹងតែពីរឿងផ្ទះរឿងម្ដងទៀតក៏គ្មានបញ្ហាដែរសូមលោកម្ចាស់ក៏មានការទើសទាល់ខ្ញុំនៅរើចេញឥឡូវនេះ លោកម្ចាស់ស៊ូខ្ញុំរំខានលោកយ៉ាងនេះសុំទោសលោកមន្ត្រីជាន់ខ្ពស់នេះគ្រាន់តែនៅ2 3ថ្ងៃតែប៉ុណ្ណោះទេប្រហែលថ្ងៃក្រោយលោកម្ចាស់ស៊ូនាំគ្នាមកនៅវិញចុះ លោកម្ចាស់កុំគួរសមអីខ្ញុំគ្រាន់តែជាមន្ត្រីទម្លាក់ឋានៈមិនគួរមកទីនេះរំខានលោកម្ចាស់ទេលោកម្ចាស់មានការរបួសច្រើនណាស់សូមចេញទៅវិញចុះខ្ញុំនៅរើចេញឥឡូវនេះ សូមអរគុណលោកម្ចាស់ស៊ូខ្ញុំឲ្យមនុស្សសាលាស្រុកមកជួយរើផ្ទះជូនលោកម្ចាស់ខ្ញុំមានការរវល់ច្រើនសូមលាសិនហើយ ខ្ញុំសូមអរគុណលោកម្ចាស់ហើយ អ្នកស្រីលាសិនហើយ លោកម្ចាស់ពួកយើងរត់ទៅណាវិញ ពេលនេះគ្មានផ្ទះសម្បែងមើលទៅជាមិនផុតពីទៅនៅក្នុងវិហារចាអ៊ីវទេ ពេលដែលទូបង្គំនៅឆ្ងាយទូបង្គំតែងតែនឹកដល់ព្រះគុណដ៏ធំធេងរបស់អតីតព្រះរាជាទូបង្គំហូបអីមិនចូលទេពេលយប់ដេកមិនលក់ក្រោយពីដឹងថាព្រះអង្គគ្រងរាជ្យដោយផ្ទាល់ទូបង្គំពិតជាអរណាស់ហើយពេលដែលឮថាព្រះអង្គរក្សានៅច្បាប់របស់អតីតព្រះរាជាដូចដើមវិញទូបង្គំមានការរំភើបក្នុងចិត្តខ្លាំងណាស់នេះជាសម្ដាងល្អរបស់មហាសង្ឃទូបង្គំគ្មានអីអស្ចារ្យតែទូបង្គំដឹងថាបម្រើរាជការដោយស្មោះបើសិនជាអាចបម្រើកិច្ចការរបស់ព្រះអង្គបានទោះជាស្លាប់ក៏មិនចេះសោកស្ដាយដែរព្រះអង្គទូបង្គំនឹងធ្វើដំណើរទៅកាន់ស្រុកតានីងតើព្រះអង្គមានព្រះបន្ទូលអី លោកតាចាស់ ព្រះអង្គទូលបង្គំសូមថ្វាយបង្គំលា បើថាមនុស្សស្រីយំគឺសមទេតែបើមនុស្សប្រុសយំវិញមើលទៅគួរធុញណាស់តាមមូលហេតុអីទៅ កូនប្រុសមិនស្រក់ទឹកភ្នែកងាយទេ សមហើយសមផងព្រះជគុណថ្ងៃនេះខ្ញុំកណាធ្វើដំណើរពីជើងភ្នំមកវិហារចាអ៊ីវឡើងលើសំណាក់សំហ្វុងពិតជាចោតណាស់ដោយសារតែខ្ញុំកណាអស់កម្លាំងពេកក៏សម្រាប់មកផ្លែទៅ សម្ដៅសូមហ្វុងមានភូមិសាស្ត្រខ្ពស់ដាស់សូម្បីតែក្មេងៗឡើងមកលើភ្នំក៏អស់កម្លាំងដែរកុំថាឡើយគឺលោកម្ចាស់ ពេលនោះខ្ញុំកណាអង្គុយនៅមាត់ផ្លូវងើបមុខឡើងសម្លឹងមើលកំពូលភ្នំឃើញថាផ្លូវឆ្ងាយហើយខ្ពស់ខ្ញុំកណាដកដង្ហើមធំនិយាយថាហើយយ៉ាតើពេលណាទើបអាចឡើងដល់កំពូលភ្នំបាន ក្រោយមកវាយ៉ាងម៉េច រយៈពេលយូរកន្លងផុតទៅខ្ញុំកណាសម្លឹងមើលកំពូលភ្នំគឺនៅដដែលពេលនោះខ្ញុំកណាក៏ស្រាប់តែយល់ថាកន្លែងដែលខ្ញុំកណាអង្គុយនោះក៏អាចសម្រាប់បានដែរមានអ្វីខុសពីកំពូលភ្នំទៅក្រោយពេលដែលយល់ពីហេតុផលនេះខ្ញុំកណាក៏ស្រាប់តែឆ្លាស់ក្នុងអារម្មណ៍ដូចជាផុតពីកម្មពីមនុស្សលោកយើងបើសិនជាអាចយល់ដូច្នេះទោះជានៅកន្លែងណាក៏យើងអាចសម្រាប់បានដែរ ធម៌ព្រះបានចែកថានៅក្នុងបន្ទប់ងងឹតយូរហើយពន្លឺតូចតាចក៏ភ្លឺគ្រប់គ្រាន់ដែរ ហើយនេះឲ្យបដិជគុណនៅក្នុងសំណាក់ហើយជាងក៏បាននៅក្នុងវិហារជាជូក៏បាននៅក្នុងព្រៃក៏បាននៅលើសមុទ្រក៏បាន
តាមពិតគ្មានអ្វីខុសគ្នាទេបើសិនជាហត់នឿយដោយសារតែរឿងផ្ទះនោះគឺមកពីខ្លួនឯងធ្វើបាបខ្លួនឯងលោកអបរាជជប់សិន អូយេទូមានការអី ខ្ញុំសូមនិយាយជាមួយលោកបន្តិច សូមជួយ ដែរតែលោកអបរាជដឹងទេមនុស្សបយានអ៊ីវឈ្មោះលាវជឺត្រូវបញ្ជូនទៅបាងចៅទៅហើយប៉ុន្តែឥឡូវគេបាច់ជាថាឈឺនៅក្នុងផ្ទះមិនអាចទៅណាបាន មានរឿងបែបនេះផងតាកេញចាស់នេះចង់ប្រឆាំងព្រះរាជបញ្ជា លោកអបរាជនៅក្នុងនេះប្រកាសជាមានអាចកំបាំងអីហើយ អាចកំបាំងអី ខ្ញុំឮថាថ្មីនេះលាវជឺមានទំនាក់ទំនងជាមួយនឹងមនុស្សជាច្រើនហើយតែងតែបញ្ចុះព្រះមហាក្សត្រដូចជាមិនសូវស្រួលទេ ចង់បន្លំនៅចំពោះមុខយើងផងកុំសង្ឃឹម រឿងអីឈឺធ្ងន់នោះប្រហែលជាគេមិនចង់ទៅណាទេដឹង កាលនោះលាវជឺគឺស្របទៅតាមស៊ឺម៉ាកងប្រឆាំងនឹងអតីតព្រះរាជាមានគំនិតអាក្រក់ដូចគ្នាឥឡូវនេះត្រូវបញ្ជូនទៅវាងជៅគឺជាការសម្រាទោសសម្រាប់គេទៅហើយប៉ុន្តែគេមិនព្រមកែខ្លួនបែរជាថាឈឺមកប្រឆាំងនឹងព្រះរាជបញ្ជាចង់ប្រើកលល្បិចនេះពិតជាគំនិតអាក្រក់មែន នាំព្រះរាជបញ្ជារបស់យើងដេញគេចេញពីរាជធានីទៅទោះជាឈឺស្លាប់ក៏មិនឲ្យឈឺស្លាប់នៅក្នុងរាជធានីដែរ ក្រាបទូល អរណែត្រូវហើយតាលីវិជិញនៅក្នុងរាជធានីទេ គេកំពុងតែរងចាំព្រះអង្គទុកឲ្យគេនៅក្នុងរាជធានីតទៅទៀតម្នាក់នេះគេសម្ងំមិនប្រព្រឹត្តណាទេ ម្នាក់នេះហើយនឹងលាវជឺខុសគ្នាលោកមានចាប់អារម្មណ៍ទេ បានជាទទួលព្រះរាជបញ្ជាហើយគឺត្រូវតែធ្វើតាមព្រះរាជបញ្ជាមិនត្រូវសង្ងំនៅក្នុងរាជធានីទេ បានធ្វើតាមសម្ដីរបស់លោកឲ្យគេចាក់ចេញពីទីនេះឲ្យបានឆាប់ ក្រាបទូល ព្រះរាជគុណខ្ញុំកណាររំខានយូរថ្ងៃហើយសូមអរព្រគុណ លោកបាចាស៊ូជាអ្នកប្រាជ្ញដ៏ល្បីចូលមកវិហាររបស់អាត្មាជាកិត្តិយសរបស់ព្រះវិហារថ្ងៃក្រោយពេលទំនេរអញ្ជើញមកលេងផង ប្រកាសហើយបើជាលាវជឺចាក់ចេញនៅក្នុងថ្ងៃនេះមិនឲ្យខកខាន ចាប់ជាផ្ដេសផ្ដាស់មែនយើងឈឺធ្ងន់យ៉ាង លោកចង់ប្រឆាំងរាជបញ្ជា បាទទទួលព្រះរាជបញ្ជា បញ្ជាឲ្យលាវវិជិញចាក់ចេញពីរាជធានីនៅក្នុងថ្ងៃនេះកុំឲ្យខកខាន ព្រះអង្គទូបង្គំមិនដាច់ចិត្តបែកចេញពីព្រះអង្គទេព្រះអង្គទូបង្គំមិនដាច់ចិត្តបែកពីព្រះអង្គទេឲ្យទូបង្គំស្លាប់តែម្ដងទៅពុកនៅវេជើអ្នកលក់សាច់តិចណាស់ក្នុងមួយថ្ងៃកាប់តែប្រប៉ែមួយប៉ុណ្ណោះសាច់ទាំងប៉ុន្មានមន្ត្រីជាន់ខ្ពស់ទិញស្ទើរអស់ទៅហើយឥឡូវនេះយើងទិញបានតែឆ្អឹងមកវិញទេ ឆ្អឹងក៏ឆ្អឹងទៅយើងហើយគឺឆ្អឹងកញ្ចាស់ឆ្អឹងទៅឆ្អឹងរសជាតិគឺនៅក្នុងឆ្អឹង សុភីយ៉ា បាទ ចាំពុកមករៀនឯងពីរបៀបដុតឆ្អឹងពពែ ហ៎បាទខ្ញុំទៅពុះអស់ដាំទឹកសិន បាទអេនេះណៅឯងបកាប់អស់រទីនេះ លោកអ៊ំតើព្រៃនេះមានម្ចាស់ទេ ប្រកាសជាមានវាគឺជារបស់ខ្ញុំ អូសុំទោសលោកអ៊ំខ្ញុំត្រូវការប្រើអស់នេះជាបន្ទាន់តែតាមរកម្ចាស់នោះមិនឃើញបានជាកាប់អស់នេះប្រើសិន តើឯងជានរណាទៅ ខ្ញុំត្រកូលស៊ូមកវិញក្នុងរយៈពេលជាងកន្លះឆ្នាំហើយ អូគឺកូនប្រុសរបស់លោកម្ចាស់ស៊ូស៊ឺហ៎ អូបាទ អូបើចឹងកាប់តាមចិត្តចុះ អរគុណលោកអ៊ំតែមិនដឹងថាលោកអ៊ំឈ្មោះអីដែរ ខ្ញុំតកូលឆាយជាអ្នកសិក្សាម្នាក់ អរគុណហើយលោកអ៊ំឆាយ បិទអីទេឯងគឺជាកូនរបស់លោកម្ចាស់ស៊ូប៉ុន្តែបែរជាបកាប់អស់នៅលើភ្នំដែលខ្លួនឯងផ្ទាល់ធ្វើឲ្យយើងមានការរំភើបចិត្តខ្លាំងណាស់ដឹងទេ ហើយការរស់នៅគឺត្រូវពឹងលើខ្លួនឯងហើយ អ្នកប្រុសស៊ូលោកម្ចាស់ស៊ូធ្វើជាមន្ត្រីច្រើនឆ្នាំហើយជាមន្ត្រីជាន់ខ្ពស់ទៀតយ៉ាងម៉េចសូម្បីតែប្រាក់ទិញអស់ដុតក៏គ្មានដែរ ពុកខ្ញុំមានប្រាក់ខែតិចគឺត្រូវចាយតាមផ្លូវអស់ទៅហើយម្យ៉ាងទៀតគាត់ធ្លាប់ជួយប្រជារាស្ត្រនិងមិត្តភក្តិគាត់ច្រើនណាស់ម្ល៉េះហើយគ្មានសល់ប្រមាណទេឥឡូវទម្លាក់បន្សាក់ត្រូវខ្ចីប្រាក់ពីលពូខ្ញុំចាយទៀត អូពិតមែនហើយមន្ត្រីល្អដូចជាលោកម្ចាស់ស៊ូពិតមែនថាការរស់នៅមានការលំបាកប៉ុន្តែជាមនុស្សថ្លៃថ្នូរណាស់ មកចាំខ្ញុំជួយឯងណា មិនបាច់ទេកុំអីមិនបាច់ទេលោកស៊ូនេះគឺជាស្រាលីងណានដែលយើងទុកសម្រាប់ទទួលលោកពិសាទៅមើល បាទពេលដែលខ្ញុំមកដល់វេជើ
ស្រាល្អបំផុតគឺស្រាគួយនៅវ័យចឹងហូបទៅឈ្ងុយឆ្ងាញ់មិនឈឺក្បាលធ្វើឲ្យអារម្មណ៍ស្រស់ស្រាយប្រៀបដូចជាទឹកទេវតាយ៉ាងចឹង ឲ្យតែលោកចូលចិត្តជាការល្អជាការល្អ លោកម្ចាស់និយាយទៅមើល ណែតាពិតចង់លាក់លោកក៏លាក់បិទបាតដែរខ្ញុំក៏មិនចង់បិទបាត់ដែរលោកស៊ូមន្ត្រីពិនិត្យការកងណានគេនឹងមកទីនេះគេចង់នៅក្នុងសំណាក់ហើចាំងតែបើខ្ញុំមិនហាមាត់គឺមិនអីទេ លោកម្ចាស់ពួកយើងគឺជាមិត្តនឹងគ្នាបើសិនជាមិនមែនលោកអាណិតដល់ខ្ញុំជួយសម្រួលដល់ខ្ញុំព្រៃដែលរបូតពីផ្លែសន្ទូចក៏មិនមែននៅទីនេះដែរយ៉ាងច្រើនណាស់រឿងម្ដងទៀតតែប៉ុណ្ណោះ បើអញ្ចឹងជាការប្រសើរណាស់ខ្ញុំខ្លាចលោកមិនសប្បាយចិត្តពេលដែលពួកគេទៅបាត់សុំលោករើមកនៅវិញ បានហើយជុំនិយាយទៅមកយើងនាំគ្នាផឹក សូមស្វាគមន៍លោកម្ចាស់ស៊ូបព្រះវិហារអាត្មា ប្រជាគុណខ្ញុំកណាមករំខានទៀតហើយសូមមេត្តាអធិស្ឋាន អាត្មាឆ្លៀតពេលពិភាក្សាធម៌ព្រះជាមួយលោកស៊ូគឺជាអ្វីដែលអាត្មាចង់បានមានរឿងអីថារំខាន ខ្ញុំកណាសូមអរព្រគុណហើយ